បាទអាញាក្រុមនឹងជំរាបសួរប្រិមត្តអ្នកជនជាទីមេត្រីដែលនិយមតាមដានដល់ការផ្សាយផ្ទាល់របស់ក្រុមការងារ Fresh News បាទនៅវេលាព្រឹកថ្ងៃទី8ខែកក្កដាឆ្នាំ2026នេះគឺកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានធ្វើការបង្ហាញមុខជនសង្ស័យចំនួន4នាក់ក្រោយពីធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ហើយគួរបញ្ជាក់ផងដែរថាជនសង្ស័យទាំង4នាក់នេះគឺបានធ្វើសកម្មភាពលួចលម៉កបាទនៅខុនដូកាឋានខុនដូមួយកន្លែងនៅក្នុងភូមិត្រពើទ្រូមសង្កាត់រលួសខណ្ឌដង្កោរាជធានីភ្នំពេញកាលពីថ្ងៃទី3បាទរហូតមកដល់ថ្ងៃទី8នេះកម្លាំងសមត្ថកិច្ចនៃអធិការឋាននគរបាលខណ្ឌដង្កោគឺនគរបាលព្រំប្រទានខណ្ឌដង្កោដែលដឹកនាំដោយលោកជឿហុកសែគឺអធិការរងហើយដែលមានការតកល់បង្ហាញពីលោកវរៈសេនីយ៍ឯកចិមសិដ្ឋាអធិការខណ្ឌដង្កោគឺបានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ដែលជនសង្ស័យទាំង4នាក់នេះគឺតាមការបញ្ជាក់ហ្នឹងគឺធ្លាប់ធ្វើសកម្មភាពលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាននៃខណ្ឌដង្កោនេះក៏ដូចជាទីតាំងផ្សេងបាទគូបញ្ជាក់ថាជនសង្ស័យទាំង4នាក់នេះគឺបានធ្វើសកម្មភាពលួចលំអកកាលពីថ្ងៃទី3បាទគឺកាលពីថ្ងៃទី3នៅមូលដ្ឋាននៃសង្កាត់រលួសហើយត្រូវបានកម្លាំងព្រំប្រទាននៃអធិការឋាននគរបាលខណ្ឌសហការជាមួយនឹងខាងនគរបាលប៉ុស្តិ៍បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ផងដែរបាទនេះគឺជាការអនុវត្តនៅគោលការណ៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពផងដែរដើម្បីការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋបាទនៅក្នុងមូលដ្ឋាននេះផ្ទាល់តែម្ដងគឺយើងឃើញថាកម្លាំងនៃអធិការឋាននគរបាលខណ្ឌបានធ្វើការបង្ក្រាបរាល់បទល្មើសលួចឆក់ប្លន់នៅក្នុងមូលដ្ឋាននេះផ្ទាល់តែម្ដងបាទប្រិមត្តជនជាទីមេត្រីក្រោយពីធ្វើការបង្ហាញមុខហើយកម្លាំងសមត្ថកិច្ចនឹងធ្វើការបញ្ជូនខ្លួនជនសង្ស័យទាំង4នាក់នេះទៅកាន់តុលាការដើម្បីផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់ផងដែរប្រិមត្តជនជាទីមេត្រីគណៈពេលដែរខ្ញុំបាទទុនម៉ែនដែលជាក្រុមការងារ Fresh News សូមបញ្ចប់សេចក្តីរាយការណ៍ត្រឹមនេះបាទជាមួយគ្នាដែរសូមអរគុណដល់ម្ចាស់ឧបត្ថម្ភក្រុមហ៊ុនភេទជ្ជៈបើកម្លាំងប្រកាសនឹងហាងលក់មាសពេជ្រហេងដែលមានសាខានៅខាងត្បូងផ្សារធំថ្មីបាទសូមអរគុណនិងសូមគោរពលាបាទ